សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពី storage 3ប្រភេទផ្សេងៗគ្នាអញ្ចឹងទី1នេះគឺ hard disk ទី2នេះគឺ SSD ហើយទី3នេះគឺ M.2 អញ្ចឹង3ហ្នឹងគឺជា storage ប៉ុន្តែតួនាទីវាផ្សេងគ្នាអញ្ចឹងឥឡូវខ្ញុំនិយាយពី hard disk នេះអ្នកទាំងអស់គ្នាឃើញជាទូទៅគេដាក់នៅក្នុងកាមេរ៉ាឬក៏ដាក់នៅក្នុងម៉ាស៊ីន desktop ដើម្បី store ឯកសារផ្សេងតែល្បឿនវារៀង slow អញ្ចឹងវាពេលខ្លះបានត្រឹម5400 RPM ឬក៏7200 RPM អញ្ចឹងទេហើយបើអាពីរនេះវិញគឺវាសេរីក្រោយវាលឿនអញ្ចឹងពីច្រើនគេយកវាធ្វើជា drive C ដើម្បីដាក់ Windows ឬក៏កម្មវិធីផ្សេងហើយពួក SSD នេះវាពេញនិយមចំពោះ laptop ស៊េរីមុនណាដែល laptop ស៊េរីមុនពេលច្រើនគេប្រើតែ hard disk ទេអញ្ចឹងយូរទៅវារៀង slow គឺភាគច្រើនគេចង់ដាក់ SSD នេះហើយដើម្បីឲ្យដាក់កម្មវិធីដាក់ Windows ទៅវាលឿនជាងមុនអញ្ចឹងណាហើយបើពួក M.2 នេះគឺវាពេញនិយមសម្រាប់ម៉ាស៊ីនក្រោយហ្នឹងហើយដែលគេប្រើដល់ Gen 4 Gen 5 អីហ្នឹងអញ្ចឹង M.2 ហ្នឹងមិនថា laptop ឬក៏ desktop ស៊េរីក្រោយទេគឺគេប្រើ M.2 អស់ហើយគេយកទៅ install ជា drive C ជា install Windows ឬកម្មវិធីតែបើអ្នកទាំងអស់គ្នាចង់install វាធ្វើជា drive ដើម្បី store ឯកសារក៏បានដែរគឺថាអ្នកទាំងអស់គ្នាមាន M.2 ទី1ដែល install Windows ហើយ M.2 ទី2អាចធ្វើជា drive D drive E អីចឹងទៅអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវការ storage អីផ្សេងមិនថា hard disk SSD ឬក៏ M.2 ទេអាចឆាតមកខ្ញុំបានណាតាម Facebook page ហាង One Gear Computer ឬលេខ Telegram លេខ07 399 788តែអធិស្ឋានតិចមួយខែចុងក្រោយហ្នឹងគ្រឿងកុំព្យូទ័រដូចជា RAM hard disk ឬក៏អីហ្នឹងវាឡើងថ្លៃរៀងច្រើនអញ្ចឹងអ្នកទាំងអស់គ្នាចង់សាកសួរព័ត៌មានអីអាចឆាតសួរបានណាខ្ញុំឆ្លើយតម្លៃបច្ចុប្បន្ននឹងឲ្យណាអរគុណ